ជំរាបសួរប្រិយមិត្តនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះអេមីនខេបឡៃត្រឡប់វិញហើយអេមីននឹងនាំយករឿងថ្មីមួយដែលទៅនឹងចេញក្តៅៗនេះដោយរឿងនេះមានឈ្មោះថា A Soft for Killer រដូវកាលទី2វគ្គទី2ហើយអេមីនសំណាក់ចំណងជើងរឿងនេះឃាតករលក់អាវុធដៃឆៅហើយរឿងនេះទៅតែចេញក្តៅៗនេះទេដែលជាវគ្គបន្តពីវគ្គ1តែអេមីនធានាថារឿងនេះពិតជាល្អមើលមែនតែនតែមុននឹងចូលសាច់រឿងវគ្គ2អេមីនសូមសង្ខេបសាច់រឿងវគ្គ1ខ្លីៗឲ្យអ្នកនរគ្នាបានយល់ជាមុនសិនដោយសាច់រឿងរដូវកាលទី1វគ្គ1បានណែនាំពីតួអង្គឯកសំខាន់2នាក់គឺ G-Man និងក្មួយស្រីរបស់គាត់ Ji-an ដែលអតីតកាលរបស់ G-Man គឺជាទាហានស៊ីឈ្នួលដ៏ល្បីម្នាក់របស់ក្រុមហ៊ុនយោធាឯកជន Babylon ដោយអង្គការ Babylon គឺជាអង្គការសម្ងាត់មួយដែលជួយទាហានស៊ីឈ្នួលនិងឃាតករខ្លាំងៗជាច្រើនសម្រាប់ធ្វើបេសកកម្មខុសច្បាប់ជុំវិញពិភពលោកប៉ុន្តែកន្លងពេលបំពេញបេសកកម្ម G-Man ក៏បានប៉ះទង្គិចជាមួយនឹង Bell ដែលជាទាហានវិកលចរិតម្នាក់ដែលចូលចិត្តសម្លាប់ជនស៊ីវិលស្លូតត្រង់ការប្រជុំមុខដាក់គ្នានេះដែលធ្វើឲ្យមេរបស់គាត់លោកហានមិនពេញចិត្តនឹងទង្វើរបស់ G-Man ជាខ្លាំងហើយក៏បានសម្រេចរួមដៃគ្នាជាមួយនឹង Bell ដើម្បីកម្ចាត់លើ G-Man ចេញបន្ទាប់មក G-Man ក៏បានសម្រេចលាឈប់ពីការងារពីក្រុមរបស់ Babylon ដើម្បីវិលត្រឡប់ទៅរស់នៅជាមួយនឹងគ្រួសាររបស់គាត់ឡើងវិញប៉ុន្តែសោកនាដកម្មក៏បានកាត់ឡើងមេរបស់ខ្លួនលោកហាននិង Bell បានដឹកនាំក្រុមឃាតករមកសម្លាប់គ្រួសាររបស់គាត់ដោយមានទាំងម្ដាយរបស់គាត់បងប្រុសនិងបងស្រីរបស់ G-Man ផងដែរដោយបន្សល់ទុកនៅក្មេងស្រីដ៏តូចមួយគឺ Ji-an នឹងឯងដែលជាក្មួយស្រីរបស់គាត់ដែលរួចផុតពីការតាមសម្លាប់របស់ក្រុម Babylon ដោយពេលនោះ G-Man មានអារម្មណ៍ថាខ្លួនគឺជាមូលហេតុនៃសោកនាដកម្មនេះ G-Man ក៏បាននាំមានជីទៅលាក់ខ្លួននិងបង្ហាត់បង្រៀននាងដើម្បីក្លាយជាអ្នកប្រយុទ្ធដ៏រឹងមាំនិងបង្រៀនទាំងជំនាញរស់រានមានជីវិតក្បាច់ប្រយុទ្ធនិងការប្រើប្រាស់អាវុធជាច្រើនផងដែរជាច្រើនឆ្នាំមក G-Man ក៏បានធ្វើពុតជាស្លាប់ដើម្បីតាក់ទាញសត្រូវឲ្យបង្ហាញខ្លួននិងរៀបចំផែនការវាយបកទៅលើក្រុមពួក Babylon វិញបន្ទាប់ពីការស្លាប់ផ្សេងខ្លាយរបស់ G-Man ហើយពេលនោះ Ji-an ក៏បានរកឃើញអាថ៌កំបាំងដ៏ធំបំផុតរបស់ពូរបស់ខ្លួនដែលពូរបស់ខ្លួនមានហាងមួយឈ្មោះថា Mother Hell ដែលមិនមែនជាហាងធម្មតានោះទេប៉ុន្តែគឺជាហាងដែលជាបណ្ដាញជួញដូរអាវុធសម្ងាត់ដ៏ធំបំផុតដែលភ្ជាប់ជាមួយនឹងអង្គការអក្រិតជនដោយពេលនោះឃើញថា Ji-an ក៏បានប្រើជំនាញដែល G-Man បានបង្ហាញដើម្បីទប់ទល់ប្រយុទ្ធជាមួយនឹងក្រុមឃាតករយ៉ាងអស្ចារ្យនិងបានការពារហាងពូរបស់នាង Mother Hell បានជោគជ័យផងដែរហើយនៅចុងបញ្ចប់វគ្គទី1រដូវកាលទី1នាងក៏បានជួប G-Man ម្ដងទៀតហើយក៏បានដឹងថាពូរបស់នាងគឺមិនទាន់បានស្លាប់ទេហើយការបង្ហាញខ្លួនរបស់ G-Man បានក្លាយជាចំណុចដ៏ចាប់ផ្ដើមនៃសង្គ្រាមដ៏ធំមួយដែលសន្យាថាវគ្គទី2នេះដឹងតែល្អមើលទៀតហើយជាមួយនឹងការពោពេញដោយជុតប្រយុទ្ធដ៏អស្ចារ្យឥឡូវអ្នកនរគ្នាបានយកខ្លះៗហើយនៅរដូវកាលទី1វគ្គទី1តោះកុំឲ្យខាត់ពេលវេលាយូរយើងចូល Soft Killer រដូវកាលទី2វគ្គទី2ម្ដងដោយវគ្គទី2ពោពេញទៅដោយផែនការដ៏ឆ្លាតវៃនិងការបំឡំខ្លួននិងការសងសឹកដ៏ក្តៅគគុកផងដែរដូច្នេះហើយតោះកុំឲ្យខាត់ពេលយើងចូលសាច់រឿងតែម្ដងទៅសាច់រឿងបានចាប់ផ្ដើមនៅទីស្នាក់ការរបស់អង្គការ Babylon គណៈពេលនោះឃើញថា Bell កំពុងដើរចូលនៅខាងក្នុងភ្លាមៗនោះបុគ្គលិកម្នាក់ក៏បានប្រទះឃើញគាត់ប៉ុន្តែ Bell ពេលនោះគឺមិនបាននិយាយអ្វីទាំងអស់គាត់ក៏បានវាយបុគ្គលិកម្នាក់នោះឲ្យបានសន្លប់ភ្លាមៗទៅហើយ Bell ក៏បានដកកំភ្លើងធុនធំចេញពីកាបូបរបស់ខ្លួនហើយ Bell ពេលនោះក៏បានបាញ់ទម្លុះជញ្ជាំងមួយទៅដោយនៅខាងក្នុងនោះយើងក៏បានឃើញថាលោកហានដែលជាអតីតមេរបស់ G-Man និង Bell កំពុងតែឈរនៅទីនោះផងដែរប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលគឺមាន Bell ទៅដល់ទៅ2នាក់ឯណោះការពិត Bell ដែលទើបនឹងចូលមកគឺជា G-Man ដែលពាក់របាំងមុខបន្លំខ្លួនធ្វើជា Bell ដើម្បីជិះចូលក្នុងអង្គការ Babylon ដោយគ្មានការស្ទាក់ស្ទើរ G-Man ក៏បានបើកការវាយប្រហារទៅលើពួកគេទាំងពីរនាក់បន្ទាប់មកសាច់រឿងក៏បានកាត់ទៅព្រឹត្តិការណ៍ដែលបានកាត់ឡើងមុននេះសាច់រឿងក៏បានចាប់ផ្ដើមត្រឡប់ថយក្រោយនៅថ្ងៃដែល Ji-an ត្រូវបានក្រុម Babylon តាមសម្លាប់ G-Man ក៏បានរៀបចំផែនការខ្លាញ់បន្លំនឹងការស្លាប់របស់ខ្លួនយ៉ាងល្អឥតខ្ចោះដោយបានដាក់សាកសពខ្លាំងៗរបស់ខ្លួននៅក្នុងអាងងូតទឹកខណៈពេលដែលខ្លួនឯងកំពុងតែលាក់ខ្លួននៅក្នុងម៉ាស៊ីនបោកខោអាវដើម្បីធ្វើឲ្យចុងមៀនជឿថាគាត់ពិតជាស្លាប់ពិតប្រាកដមែនមិនយូរប៉ុន្មានចុងមៀនដែលជាកូនចៅរបស់ Babylon បានរកឃើញសាកសពខ្លាំងៗនោះហើយក៏បានរាយការណ៍ទៅលោកហាននិង Bell ថា G-Man បានស្លាប់បាត់ហើយដំណឹងនោះធ្វើឲ្យសត្រូវទាំងអស់ជឿជាក់ដល់គ្មានការសង្ស័យថា G-Man បានស្លាប់ពិតប្រាកដហើយបន្តមកឃើញថា G-Man ក៏បានតាក់ទងទៅមន្ត្រីប៉ូលីសលោកវូដើម្បីឲ្យជួយរៀបចំឯកសារខ្លាំងបន្លំថា G-Man ដែលជាឃាតករដៃឆៅបានស្លាប់ហើយក្រោយមកលោកវូក៏បានធ្វើដំណើរតាមទ្វារសម្ងាត់នៅក្នុងកុងតឺន័រដឹកជញ្ជូនមួយហើយក៏បានដើរចូលទៅកាន់នៅឋានក្រោមដីដែលជាកន្លែងដែល G-Man កំពុងតែលាក់ខ្លួនជាមួយនឹងប៉ាស៊ីននិងជនភ័ក្រខ្លួនកូរ៉េខាងជើងម្នាក់ដែលឈ្មោះរបស់គាត់គឺលោកសុងដោយអ្នកទាំង4នាក់នោះគឺជាក្រុមដែលទុកចិត្តគ្នាទៅវិញទៅមកនិងត្រៀមខ្លួនសម្រាប់ធ្វើបេសកកម្មដ៏គ្រោះថ្នាក់បំផុតហើយ G-Man ពេលនោះក៏បានប្រាប់មិត្តរបស់ខ្លួនថាពួក Babylon ជឿថាគាត់បានស្លាប់បាត់ហើយដូច្នេះពួកគេមានត្រឹមតែ62ម៉ោងប៉ុណ្ណោះដើម្បីជិះចូលទីស្នាក់ការរបស់ Babylon ដើម្បីតាមសម្លាប់លោក Bell និងបំផ្លាញអង្គការនេះទាំងមូលផងដែរប
បន្ទាប់មកឃើញថាពួកគេក៏បានស៊ើបការនៅរោងចក្រមួយដែលមើលទៅខាងក្រៅមើលទៅដូចជារោងចក្រកិនអង្ករធម្មតាទេប៉ុន្តែនៅខាងក្នុងវិញគឺជាឃ្លាំងអាវុធខុសច្បាប់និងជាទីតាំងប្រមូលផ្ដុំឃាតកររបស់ Babylon ដោយពួកគេពេលនោះក៏បានប្រើដ្រូនដើម្បីស៊ើបការប៉ុន្តែត្រូវបានប្រព័ន្ធសុវត្ថិភាពរារាំងមិនអាចឲ្យដ្រូននោះចូលទៅខាងក្នុងបានឡើយនៅក្នុងកិច្ចប្រជុំបន្ទាប់ Gmail ក៏បានបង្ហាញព័ត៌មានដ៏សំខាន់មួយថា Babylon បានលាក់ server ដែលផ្ទុកទិន្នន័យនិងប្រវត្តិប្រតិបត្តិការទាំងអស់របស់អង្គការនៅក្រោមទឹកដោយនៅរៀងរាល់នៅម៉ោង3រសៀលមានមនុស្សមកត្រួតពិនិត្យ server នោះម្ដងហើយនោះគឺជាឱកាសល្អបំផុតសម្រាប់ពួកគេក្នុងការលួចទិន្នន័យដើម្បីបំផ្លាញ Babylon និងការពារ GAN ផងដែរប៉ុន្តែ Gmail ក៏បាននិយាយថាបានផែនការនេះបរាជ័យមិនត្រឹមតែពួកគេប៉ុណ្ណោះទេដែលបានស្លាប់ប៉ុន្តែ GAN ក៏បានក្លាយជាគោលដៅបន្តរបស់ Babylon ផងដែរដូច្នេះមិនថាតម្លៃយ៉ាងណាក៏ដោយពួកគេត្រូវតែទទួលជ័យជំនះលើបេសកកម្មមួយនេះបន្ទាប់មកសងក៏បានលួចចម្លងការសុវត្ថិភាពពីអ្នកយាមម្នាក់ដើម្បីប្រើសម្រាប់ជាតិចូលទស្សនការរបស់ Babylon ជាមួយគ្នានោះដែរក្រុមរបស់ Gmail ក៏បានកែប្រែរថយន្តរបស់ពួកគេទាំងស្រុងដើម្បីឲ្យក្លាយជាឡានដឹកសម្រាមពិតប្រាកដពីព្រោះឡានដឹកសម្រាមអាចចូលក្នុងក្រុមហ៊ុន Babylon នឹងបានតែម្ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះសងនិង Passin ក៏បានលាក់ខ្លួននៅក្នុងធុងសំរាមដើម្បីចូលទៅខាងក្នុងដោយគ្មានអ្នកសង្ស័យមិនតែប៉ុណ្ណោះទេសងក៏បានផលិតរបាំងមុខ Bear ដើម្បីឲ្យ Gmail ជាអ្នកពាក់ផងដែរទោះបីរបាំងមុខមានរូបភាពដូចជារូបពិតស្ទើរទាំងស្រុងក៏ដោយប៉ុន្តែភ្នែកនៅនឹងមានភាពខុសគ្នាបន្តិចដូច្នេះ Gmail ត្រូវតែពាក់វ៉ែនតាដើម្បីកុំឲ្យនរណាម្នាក់សង្ស័យគណៈពេលនោះឃើញថា GAN ក៏បានទូរស័ព្ទទៅរកពូរបស់នាងប៉ុន្តែ Gmail គឺមិនបានលើកទូរស័ព្ទរបស់នាងទេឃើញថាលោកវូក៏បាននិយាយជំនួសហើយក៏បានកុហកថា Gmail បានស្លាប់បាត់ហើយបន្ទាប់មកឃើញថាលោកវូក៏បាននាំ GAN ទៅមើលសាកសពคล้ายៗរបស់ពូរបស់ខ្លួនពេលឃើញសាកសពនោះ GAN ក៏មានការខូចចិត្តយ៉ាងខ្លាំងដែលពូរបស់ខ្លួនបានស្លាប់ហើយក៏បានជឿទាំងស្រុងថាពូរបស់នាងពិតជាស្លាប់ពិតមែនហើយលោកវូក៏បានទូរស័ព្ទទៅប្រាប់ Gmail ថាពេលនេះ GAN បានជឿទាំងស្រុងថា Gmail ពិតជាស្លាប់បាត់ហើយស្របពេលជាមួយគ្នានោះដែរលោកហានក៏បានទៅជួបលោកគឹមដោយជាយាមសុកប៉ាន់ឲ្យគាត់ក្បត់ជាមួយនឹង Gmail មិនត្រឹមតែប៉ុណ្ណោះទេក៏បានផ្ដល់ប្រាក់យ៉ាងច្រើនទៅឲ្យលោកគឹមហើយលោកហានថែមទាំងសន្យាថានឹងផ្ដល់តំណែងខ្ពស់មួយនៅក្នុងអង្គការរបស់ Babylon ដើម្បីឲ្យលោកគឹមអាចស្ដារកិត្តិយសរបស់ខ្លួនឡើងវិញនិងឲ្យលោកគឹមធ្វើការក្រោមបញ្ជារបស់គាត់ផងដែរបន្ទាប់មកមានហ៊ីដែលជានារីម្នាក់ដែលធ្លាប់ត្រូវបាន Gmail ជួយសង្គ្រោះនាងនៅក្នុងបេសកកម្មមុនដោយគណៈនោះឃើញថានាងក៏បានមកដល់ប្រទេសកូរ៉េខាងត្បូងវិញដោយលោកនេះឃើញថា Gmail ក៏បានបញ្ជាឲ្យនាងទៅការពារ GAN នៅផ្ទះរបស់គាត់គួរឲ្យភ្ញាក់ផ្អើលផងដែរមានហ៊ីមិនមែនជានារីធម្មតាទៀតទេប៉ុន្តែនាងបានក្លាយជាគិតករដ៏ជំនាញម្នាក់ត្រូវបាន Gmail បានបង្ហាត់នាងដោយផ្ទាល់ផងដែរទន្ទឹមនឹងនោះឃើញថាក្រុមរបស់ Gmail ក៏បានចាប់ផ្ដើមបេសកកម្មរបស់ខ្លួនជិតចូលក្នុងអង្គការ Babylon ឃើញថាលោកវូក៏បានបន្លំខ្លួនគឺជាអ្នកបើកឡានដឹកសម្រាមគណៈតែ Passin និងលោកសុងក៏បានលាក់ខ្លួននៅក្នុងទូនសម្រាមនៅខាងក្រោយឡានពេលទៅដល់ច្រកត្រួតពិនិត្យសន្តិសុខដ៏តឹងរឹងដល់អ្នកយាមពេលនោះក៏បានចាប់ផ្ដើមសង្ស័យទៅលើលោកវូព្រោះមិនធ្លាប់ឃើញមុខគាត់ពីមុនទេហើយពួកគេក៏បានស្កេនឡានយ៉ាងហ្មត់ចត់ហើយថែមទាំងប្រើឆ្កែហិតក្លិនទៀតផងក្រោយមកអ្នកយាមក៏បានបញ្ជាឲ្យលោកវូចុះពីលើឡានហើយក៏បានបើកទ្វារនៅខាងក្រោយឡានដើម្បីពិនិត្យធុងសម្រាមប៉ុន្តែគ្រាន់តែបើកមើលបន្តិចពួកគេក៏បានបន្ទះឃើញថាសម្រាមដែលមានក្លិនស្អុយខ្លាំងនិងប្រឡាក់ដោយឈាមរហូតធ្វើឲ្យពួកគេមិនចង់ពិនិត្យបន្តទៀតទេដោយសារតែក្លិនមិនអាចទ្រាំបានពួកគេក៏បានសម្រេចចិត្តអនុញ្ញាតឲ្យឡានបន្តចូលទៅខាងក្នុងដោយគ្មានការសង្ស័យពេលចូលទៅដល់ខាងក្នុងវូក៏បានជួយ Passin និងសង់ចេញពីធុងសម្រាមប៉ុន្តែ Passin ក៏បានជាប់នៅខាងក្នុងធុងសម្រាមនឹងរហូតស្រែកឲ្យវូជួយទាញគាត់ចេញសិនទៅភ្លាមៗនោះឃើញថាពួកគេទាំង3នាក់ក៏បានប្រទះឃើញក្រុមប្រតិបត្តិការរបស់ Babylon មួយក្រុមកំពុងតែត្រៀមចេញដំណើរទៅសម្លាប់ GAN ហើយឈុតក៏បានបដូរទៅកាន់ GAN តែកំពុងត្រូវបានក្រុម Babylon មួយផ្សេងទៀតកំពុងតែដេញសម្លាប់នាងដោយពេលនោះឃើញថាមានហេក៏បានបញ្យុទ្ធការពារនាងយ៉ាងអស់ពីសមត្ថភាពរបស់នាងផងដែរប៉ុន្តែចុងក្រោយនាងក៏បានត្រូវរងរបួសធ្ងន់ផងដែរមិនយូរប៉ុន្មាន Prado ក៏បានផ្ញើសារទៅប្រាប់ Gmail ថា Minhee មិនអាចបញ្យុទ្ធបន្តទៀតបានឡើយ Gmail ក៏បានសង្កេតឃើញថាក្រុមរបស់ Babylon មួយក្រុមទៀតកំពុងតែជិះឡានសម្ដៅទៅរក GAN ផងដែរបន្ទាប់ពីដឹងថាស្ថានភាពកាន់តែគ្រោះថ្នាក់គាត់ក៏បានបញ្ញត្តិបញ្ជាឲ្យលោក Wu និង Passin ចេញភ្លាមៗដើម្បីទៅជួយការពារ GAN មុននឹងពេលចាក់ចេញ Passin ក៏បាននិយាយទៅកាន់សងដោយសម្លេងល្មើម៉ាត់ថាប្រយ័ត្នខ្លួនផងណាថ្ងៃនេះពួកយើងទាំងអស់គ្នាទៅតែរស់គ្មាននរណាម្នាក់ស្លាប់បានឡើយពេលមួយឃ្លានេះបានបង្ហាញពីទំនុកចិត្តនិងមិត្តភាពដ៏រឹងមាំរបស់ពួកគេផងដែរបន្ទាប់មកឃើញថាសងក៏បានបន្លំខ្លួនចូលនៅក្នុងអាគារដែលបានឡើងតាមរន្ធខ្យល់ដើម្បីហែកចូលប្រព័ន្ធ CCTV របស់ក្រុមហ៊ុន Babylon ចំណែកឯ Wu និង Passin ក៏បានទៅជួប Gmail ហើយ Gmail ក៏បានបញ្ជាឲ្យ Passin ប្រញាប់ទៅការពារ GAN ជាបន្តតែ Passin ក៏បានឆ្លើយទៅវិញថា GAN ត្រូវការពួកយើងទាំង4នាក់ដូច្នេះហើយថ្ងៃនេះគ្មាននរណាម្នាក់ត្រូវស្លាប់ឡើយបន្ទាប់មក Gmail ក៏បានចាប់ផ្ដើមផែនការធំបំផុតរបស់គាត់ដោយគាត់បានយកស្រោមមុខរបស់ Bell មកពាក់ដើម្បីមកឡំខ្លួនធ្វើជាអ្នកដឹកនាំរបស់ Babylon ផងដែរហើយក៏បានបើកឡានចូលទៅក្នុងទីស្នាក់ការកណ្ដាល
គណៈពេលនោះឃើញថាវូនៅខាងក្រៅគឺជាអ្នកខ្លំមើលផងដែរដោយគណៈពេលនោះឃើញថាសុងក៏បានភ្ជាប់ចូលទៅប្រព័ន្ធ CCTV ដោយបានជោគជ័យដោយគណៈពេលនោះឃើញថាជីមែនបានបន្លំខ្លួនធ្វើជាលោកបែចូលទៅដល់នៅខាងក្នុងឃើញថាអ្នកយាមក៏បានចាប់ដើមមានការសង្ស័យភ្លាមៗដល់ពួកគេចាំបានថាបែទៅតែចូលអង្គការបេប៊ីឡុនតាំងពីម៉ោង9ព្រឹកហើយមិនទាន់ឃើញចេញទៅកន្លែងណាទេដូច្នេះមេម្នាក់នោះក៏បានប្រញាប់ទូរស័ព្ទទៅផ្ទៀងផ្ទាត់ជាមួយនឹងអ្នកយាមវេនពេលព្រឹកប៉ុន្តែនោះគឺជាផ្នែកមួយដ៏ឆ្លាតវៃនៃផែនការផងដែរឃើញថាសុងក៏បានហែកប្រព័ន្ធទូរស័ព្ទតាន់ពេលដែលធ្វើឲ្យការហៅនោះត្រូវបង្វែរទៅលោកវូវិញហើយលោកវូពេលនោះក៏បាននិយាយជំនួសដោយបានបោកបញ្ឆោតអ្នកយាមរហូតធ្វើឲ្យផែនការជ្រៀតចូលរបស់ G-Man នោះបានបន្តទៅមុខដោយរលូនប៉ុន្តែអ្នកយាមម្នាក់ទៀតនៅតែមិនទុកចិត្តទេហើយក៏បានស្នើឲ្យលោកបែនិយាយពាក្យសម្ងាត់របស់អង្គការមុននឹងអនុញ្ញាតឲ្យចូលមួយផ្លេតនោះឃើញថាសុងស្ទើរតែអស់សង្ឃឹមទៅហើយព្រោះគាត់គឺមិនទាន់បានហែករកពាក្យសម្ងាត់ឃើញនោះឡើយសំណាងល្អមុនដល់ពេលអ្នកយាមកាន់តែសង្ស័យសុងក៏បានហែកតនពេលវេលាហើយក៏បានប្រញាប់ប្រាប់ G-Man ថាពាក្យសម្ងាត់នេះគឺ Rafale G-Man ក៏បាននិយាយពាក្យសម្ងាត់នោះបានត្រឹមត្រូវដែលធ្វើឲ្យអ្នកយាមអនុញ្ញាតឲ្យគាត់ចូលទៅខាងក្នុងដោយគ្មានការសង្ស័យទៀតឡើយក្រោយចូលផុតច្រកសន្តិសុខ G-Man ក៏បានបន្លំខ្លួនធ្វើជា Bear ដើម្បីដើរកាត់ចំណុចត្រួតពិនិត្យមួយទៀតដែលមានឆ្កែយន្តសម្រាប់ស្កែនអត្តសញ្ញាណផងដែរប៉ុន្តែសូម្បីតែបច្ចេកទេសទំនើបនោះក៏មិនអាចរកឃើញថាគាត់គឺជាមនុស្សคล้ายៗបានឡើយ G-Man ក៏បានបន្តដំណើរទៅកាន់ឃ្លាំងផ្ទុកអាវុធហើយក៏បានជិះឱកាសវាយអ្នកយាមនៅទីនោះធ្វើឲ្យសន្លប់ទៅមុននឹងយកកាតសុវត្ថិភាពរបស់គេដើម្បីស្កែនបាក់ទ្វេពេលចូលទៅដល់ខាងក្នុងគាត់ក៏បានដាក់គ្រាប់បែកជាច្រើនកន្លែងដើម្បីត្រៀមបន្ទុកឃ្លាំងអាវុធនៅពេលក្រោយប៉ុន្តែផែនការមិនអាចរលូនដោយការគិតរបស់គាត់ទេមនុស្សយន្តការពារចំនួន2គ្រឿងបានស្កែនរកឃើញថាបែដែលចូលនៅចំពោះមុខគឺជាមនុស្សคล้ายៗភ្លាមនោះឃើញថាការប្រយុទ្ធដ៏កង្ក្រើក៏បានផ្ទុះឡើងមនុស្សយន្តទាំងពីរមានកម្លាំងនិងជំនាញប្រយុទ្ធខ្លាំងជាងមនុស្សធម្មតាឯណោះរហូតសូម្បីតែ G-Man ក៏ពិបាកទប់ទល់ផងដែរបន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វាញ G-Man ក៏បានកាប់ក្បាលមនុស្សយន្តមួយគ្រឿងបានសម្រេចចំណែកឯមួយគ្រឿងទៀតក៏នៅតែបន្តវាយប្រហារយ៉ាងសាហាវដែលធ្វើឲ្យជុតប្រយុទ្ធនេះពិតជាល្អមើលខ្លាំងមែនទែនចុងក្រោយ G-Man ក៏បានឆក់យកកំភ្លើង Rafale មកបាញ់កំទេចមនុស្សយន្តចុងក្រោយនេះបានជោគជ័យបានសម្រេចសំឡេងកំភ្លើងបានធ្វើឲ្យអ្នកយាមនៅខាងក្រៅក៏បានរត់ចូលមកពិនិត្យប៉ុន្តែពួកគេក៏បានត្រូវ G-Man ចាត់ការពួកគេឲ្យសន្លប់អស់ទៅទោះជាយ៉ាងណាក៏ដោយពេលនោះក្រុម Babylon ក៏បានចាប់ផ្ដើមដឹងថាមានបែល2នាក់កំពុងតែស្ថិតនៅក្នុងអង្គការតែមួយដែលមានន័យថាមានអ្នកកំពុងតែបំឡងខ្លួនកំពុងជិតចូលក្នុងអង្គការហើយស្របពេលនោះក្រុមបច្ចេកទេសរបស់ Babylon ក៏បានចោះទៅពិនិត្យ server ផ្ទុកទិន្នន័យដ៏សំខាន់ពួកគេក៏បានបើកប្រព័ន្ធពិនិត្យយ៉ាងម៉ត់ចត់គណៈពេលលោកសុងកំពុងតែលាក់ខ្លួននៅខាងលើហើយក៏បានតាមដានសកម្មភាពពួកគេទាំងអស់គ្នាផងដែរក្រោយពេលពិនិត្យរួចពួកគេក៏បានដើរចេញអស់ទៅនៅសល់តែទាហានម្នាក់ប៉ុណ្ណោះនេះហើយគឺជាឱកាសដែលលោកសុងលោតចុះពីខាងលើហើយក៏បានវាយទាហានម្នាក់នោះឲ្យសន្លប់ភ្លាមៗនឹងទៅតែភ្លាមៗនោះឃើញថាទាហានម្នាក់ក៏បានចេញពីចរាយន្តមកដោយលោកសុងពេលនោះស្ទើរតែគ្មានវិធីដោះស្រាយហើយប៉ុន្តែសំណាងល្អ G-Man ក៏បានមកដល់តាន់ពេលវេលាហើយក៏បានចាត់ការទាហានម្នាក់នឹងភ្លាមៗនឹងទៅហើយសុងក៏បានដកដង្ហើមធំដើម្បីមានការធូរស្រាលហើយក៏បាននិយាយទៅកាន់ G-Man ថាខ្ញុំស្មានតែលោកបានស្លាប់បាត់ទៅហើយល្អណាស់ដែលលោកនៅមានសុវត្ថិភាពមិនយូរប៉ុន្មានឃើញថាក្រុម Babylon ក៏បានពិនិត្យវីដេអូកាមេរ៉ាសុវត្ថិភាពដោយបានប្រើដ្រូនដើម្បីស្វែងរកទីតាំងរបស់ G-Man ផងដែរចំណែកឯសុងក៏បានបន្តដាក់គ្រាប់បែកនៅបន្ទប់ server គណៈពេលនោះឃើញថាវូត្រូវបានដ្រូនបានរកឃើញប៉ុន្តែគាត់ក៏បានបាញ់ទម្លាក់វាបានមុននៅពេលវាបញ្ជូនព័ត៌មានត្រឡប់ទៅវិញនៅក្នុងបន្ទប់មេបញ្ជាការបែបពិតប្រាកដក៏បានសួរទៅលោកហានថាតើលោកគិតថា G-Man នៅរស់មែនទេពេលនោះឃើញថាលោកហានគឺមិនទាន់បានឆ្លើយទេស្រាប់តែជញ្ជាំងបន្ទប់នោះត្រូវបានគ្រាប់កំភ្លើងបានបាញ់ទម្លុះហើយពេលនោះឃើញថា G-Man ក៏បានដោះស្រង់មុខចេញមកហើយក៏បានបង្ហាញខ្លួនភ្លាមៗហើយក៏បានបាញ់សម្ដៅទៅបែនិងលោកហានទៅទោះជាយ៉ាងណាក៏ដោយឃើញថាពួកគេទាំងពីរនាក់ក៏បានគេចផុតផងដែរគណៈពេលកងកម្លាំងរបស់ Babylon បានរត់ចូលមកជួយនិងបាញ់សំណុកទៅលើ G-Man ផងដែរហើយ G-Man ពេលនោះក៏បានប្រើរបាំងការពារទប់គ្រាប់កំភ្លើងទាំងអស់ពេលនោះឃើញថាក្រុម Babylon ក៏បានដើរចូលទៅជិតទៅពួកគេបានដឹងថា G-Man បានរត់គេចខ្លួនបាត់ហើយដោយមិនសល់ទុកនៅឧបករណ៍បញ្ចេញសម្លេងបោកបញ្ឆោតប៉ុណ្ណោះបន្តមក G-Man ក៏បានតាមរកបែររហូតដល់នៅជាន់ខាងលើពេលបើកទ្វារចូលពួកគេទាំងពីរនាក់ក៏បានប្រជុំមុខដាក់គ្នាហើយក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាដោយប្រើកាំបិតរៀងខ្លួនឈុតប្រយុទ្ធនេះពិតជាល្អចាស់មែនទែនព្រោះពួកគេទាំងពីរនាក់សុទ្ធតែមានជំនាញខ្ពស់ម្នាក់វៃឯម្នាក់ទៀតក៏ទប់ផងដែរដោយគ្មាននរណាម្នាក់ចាញ់ភ្លាមៗនោះឡើយនៅទីបំផុត G-Man ក៏អាចដួលបែរបានដែលធ្វើឲ្យបែរធ្លាក់ពីអាគារចោះទៅនៅខាងក្រោមប៉ុន្តែបែរពេលនោះគឺមិនទាន់ស្លាប់ទេព្រោះនៅខាងក្រោមមានសុទ្ធតែអង្គការពារពីការធ្លាក់របស់គាត់តែធ្វើឲ្យ G-Man មានការសោកស្ដាយយ៉ាងខ្លាំងព្រោះគាត់មិនអាចបញ្ចប់បេសកកម្មសម្រាប់សត្រូវដ៏ធំបំផុតរបស់ខ្លួនបានឡើយភ្
ភ្លាមនោះឃើញថាតាហ៊ាន Babylon ជាច្រើនក៏បានមកដល់ដែលធ្វើឲ្យ G-Man ត្រូវបង្ខំចិត្តដកថយចំណែក Evo ក៏ត្រូវបានក្រុម Babylon ដេញតាមឡានរបស់គាត់ប៉ុន្តែគាត់បានរត់គេចខ្លួនបាត់ហើយនៅវិនាទីបន្ទាប់ប្រកបែកដែល G-Man និងសង់បានដាក់នៅបន្ទប់ server ក៏បានផ្ទុះឡើងយ៉ាងកក្រើកបំផ្លាញប្រព័ន្ធផ្ទុកទិន្នន័យរបស់ Babylon ទាំងស្រុងដែលធ្វើឲ្យដីបានបាក់បង្កើតជារណ្ដៅដ៏ធំមួយបន្ទាប់មកយើងឃើញថា G-Man ក៏បានរត់ឡើងនៅលំបូរអាគារខាងលើដើម្បីស្វែងរកផ្លូវគេចខ្លួនប៉ុន្តែលោកហាននិងកងកម្លាំងរបស់គាត់ក៏បានមកដល់ហើយក៏បានឡោកព័ទ្ធ G-Man ពីគ្រប់ទិសទីសូម្បីតែដ្រូនប្រយុទ្ធក៏បានត្រូវបញ្ជូនមកផងដែររំលេចពេលនោះឃើញថាដ្រូននោះក៏បានត្រូវបានគេបាញ់កំទេចអ្នកដែលមកជួយគ្មាននរណាផ្សេងទេក្រៅពីក្រុមរបស់ G-Man ដែលបានជិះអថមវេជ្ជៈមួយសង្គ្រោះគាត់ G-Man ពេលនេះក៏បានឆ្លៀតឱកាសដើម្បីរត់ទៅរកអថមវេជ្ជៈប៉ុន្តែលោកហានក៏បានបញ្ជាឲ្យបាញ់សម្លាប់គាត់ទៅដោយគ្រាប់កំភ្លើងពេលនោះក៏បានបាញ់ត្រូវជើងរបស់ G-Man ដែលធ្វើឲ្យ G-Man ក៏បានធ្លាក់ចុះទៅទោះជាយ៉ាងណាក៏ដោយគាត់បានធ្លាក់ទៅលើម៉ាស៊ីនផ្ទុកទិន្នន័យដែលក្រុមរបស់គាត់ទើបតែលួចបានពី Babylon ហើយពេលនោះឃើញថាសុងក៏បានបាញ់កមទ្រពីលើអថមវេជ្ជៈដែលធ្វើឲ្យលោកហានមានការខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែពេលនោះក្រុមរបស់ G-Man ក៏បានហោះចេញឆ្ងាយបាត់ទៅហើយបន្ទាប់មកយើងក៏បានមកដល់ឈុតបញ្ចប់ចុងរដូវកាលទី1 G-Man ក៏បានត្រឡប់មកជួប Ji-an វិញទោះបីជាអានអាចរស់រានមានជីវិតពីការតានសម្លាប់របស់ក្រុមវិទ្យាក៏ដោយនាងក៏បានដឹងថា G-Man បានកុហកនាងគ្រប់យ៉ាងរួមទាំងការស្លាប់របស់ខ្លួនផងដែរដោយពេលនោះឃើញថា Ji-an មានកំហឹងយ៉ាងខ្លាំងហើយក៏បានវេ Ji-an មួយដៃពីរដៃទៅប៉ុន្តែ G-Man គ្រាន់តែអោបនាងយ៉ាងកក់ក្ដៅប៉ុណ្ណោះដោយឈុតចុងក្រោយបាននាំទៅអ្នកទស្សនាទៅកាន់ក្លឹបមួយឈ្មោះថា Sigma នៅទីក្រុងរបស់អូសាកាស្ត្រីអានក្បាំងម្នាក់បានទទួលទូរស័ព្ទហើយសម្លេងនៅខាងទៀតបានសួរថាតើអ្នកនៅចាំឃាតករស៊ីឈ្នួល G-Man ដែរឬទេនាងក៏បានញញឹមបន្តិចមុននឹងឆ្លើយថាខ្ញុំនៅចាំគេបានច្បាស់ណាស់ហើយពាក្យទី1របស់យើងបានបញ្ចប់ត្រឹមនឹងទៅចាំមើលថាពាក្យទី2តើ G-Man អាចកម្ចាត់ Bear និងក្រុម Babylon បានរបៀបណាជួបគ្នានៅភាគទី2បន្តទៀតបាយបាយ